បងប្អូនអរគ្នាឥឡូវនេះខ្ញុំមានការចែកម្លែកមួយទាក់ទងនឹងការចូល check Facebook របស់យើងចង់ដឹងថាតើ Facebook របស់យើងនឹងនៅជាប់នៅក្នុង device ណាខ្លះនៅក្នុងទូរស័ព្ទណាខ្លះអញ្ចឹងណាដោយសារទីមួយយើងខ្លាចគេចូលមកលេងទូរស័ព្ទមកលេង Facebook យើងអញ្ចឹងអូខេដំបូងឡើយបងប្អូនចូលទៅក្នុង Facebook របស់យើងមកបាទ Facebook បន្ទាប់មកបងប្អូនចុចកន្លែងនេះបាទនេះចុចលើវាមកបន្ទាប់មកបងប្អូនយកពាក្យថា setting អូខេបន្ទាប់មកបងប្អូនយកពាក្យថានេះបងប្អូន personal បន្ទាប់មកបងប្អូនយកពាក្យថា password and security បាទបន្ទាប់មកបងប្អូនចូលកន្លែងនេះ where you log in ចឹងដឹងថាប្រមាណ device ដែល log in នៅក្នុងទូរស័ព្ទ Facebook ហ្នឹងlog in ប្រមាណ device នៅអញ្ចឹងណាអូខេតោះមកបងប្អូនចូលនេះមកអូខេនេះជាទូរស័ព្ទរបស់ខ្ញុំបងប្អូនបាទនេះទូរស័ព្ទរបស់ខ្ញុំអញ្ចឹងមាន device 3ឈ្មោះ Apple នេះបងប្អូន Apple app 11នេះអញ្ចឹងយើងអត់ចង់ឲ្យវានៅជាប់ទេយើង log out វាចោលបងប្អូនបាទ select log out យើង select ទាំងអស់មកនេះ select ទាំងអស់មកហើយបងប្អូនយកពាក្យ log out វាឡើងជាប់ហើយបងប្អូនវាឡើងជាប់ហើយអូខេកណ្ដាលនេះវាទាលេខកូដបងប្អូនទាលេខកូដអញ្ចឹងវាបានផ្ញើកូដមកលេខ mail របស់ខ្ញុំណាបាទដល់ពេលដែលយើង log out វាទាកូដនេះវាផ្ញើមកនេះអូខេអរគុណច្រើនបងប្អូនក៏ទៅវាយកូដឡើងនេះចូលមកអូខេ